សង្ភាពជឿជាក់លើខ្លួនឯងនិងបំបត្តិចោលសេចក្តីភ័យខ្លាចមិនដែលមានសុចន្ទៈពិតប្រាកដនៅពេលគេនិយាយថាអ្នកគិតខ្លួនឯងកុំភ័យព្រួយអីគ្មានអ្វីគួរឲ្យខ្លាចទេតែអ្នកនឹងខ្ញុំដឹងច្បាស់ថាពាក្យលួងលោមចិត្តប្រភេទនេះជួយអ្វីមិនបានឡើយពាក្យលួងលោមទាំងអស់នេះអាចជួយឲ្យយើងសប្បាយចិត្តដោយងាយចេញពីអ្វីដែលគួរឲ្យភ័យខ្លាចបានតែប៉ុន្មាននាទីឬប្រហែលម៉ោងប៉ុណ្ណោះវាមិនអាចលុបបំបាត់សេចក្តីភ័យខ្លាចបានជារៀងរហូតទេនិងមិនអាចជួយសាងភាពជឿជាក់បានសូម្បីតែបន្តិចអ្នកត្រូវប្រឈមមុខនឹងសេចក្តីភ័យខ្លាចហេតុដូច្នេះអ្នកត្រូវតែទទួលស្គាល់ថាសេចក្តីភ័យខ្លាចជារបរដែលមានរូបរាងពិតប្រាកដមុននឹងអាចយកឈ្នះវាបានសេចក្តីភ័យខ្លាចអាចភាគច្រើននាពេលបច្ចុប្បន្នជារឿងរបស់ទឹកចិត្តហើយសេចក្តីភ័យព្រួយភាពតានតឹងនិងសេចក្តីសង្វេគឬសេចក្តីតក់ស្លុតទាំងអស់នេះកើតពីភាពខុសឆ្គងក្នុងការចាត់ការនិងគំនិតនិងទឹកចិត្តអវិជ្ជមានតែការដឹងត្រឹមតែមូលហេតុមិនធ្វើឲ្យអ្នកដឹងពីវិធីព្យាបាលសេចក្តីភ័យខ្លាចបានទេដូចគ្នាទៅនឹងពេលដែលពិនិត្យឃើញថារាងកាយក្នុងផ្នែកខ្លះរបស់អ្នកឆ្លងមេរោគគេមិនឈប់ត្រឹមនឹងទេគេត្រូវតែធ្វើការព្យាបាលបន្តទៀតវិធីព្យាបាលបែបចាស់ប្រភេទអ្នកគិតដោយខ្លួនឯងនោះត្រូវតែស្ថិតក្នុងលើសមិទ្ធកម្មថាសេចក្តីភ័យខ្លាចមិនមាននៅថិតថេរទេតែតាមការពិតទៅសេចក្តីភ័យខ្លាចនេះមានរូបរាងសេចក្តីភ័យខ្លាចជាសត្រូវដ៏សាហាវនៃភាពជោគជ័យសេចក្តីភ័យខ្លាចជាអ្នកបញ្ឈប់មនុស្សទូទៅពីការដែលអាចចាប់យកឱកាសដែលកើតឡើងបានយ៉ាងពេញទំហឹងសេចក្តីភ័យខ្លាចកាត់ផ្តាច់សេចក្តីរឹងប៉ឹងរបស់រាងកាយសេចក្តីភ័យខ្លាចធ្វើឲ្យមនុស្សឈឺធ្វើឲ្យរាងកាយចុះខ្សោយធ្វើឲ្យជីវិតខ្លីទៅនិងសេចក្តីភ័យខ្លាចឲ្យបញ្ឈប់មាត់អ្នកនៅពេលអ្នកត្រូវការនិយាយសេចក្តីភ័យខ្លាចសេចក្តីមិនប្រាកដប្រជានិងការខ្វះភាពជឿជាក់យើងសូមធ្វើសេចក្តីពន្យល់ថាហេតុអ្វីបានជាយើងនៅតែលំបាកលំបិនពីស្ថានភាពសេដ្ឋកិច្ចបណ្ដាសេចក្តីភ័យខ្លាចអាចអធិប្បាយថាហេតុអ្វីមនុស្សរាប់លានអ្នកនៅតែទទួលបានជោគជ័យបន្តិចបន្តួចនិងខ្វះសេចក្តីសុខជារឿងប្រាកដប្រជាថាសេចក្តីភ័យខ្លាចជាអំណាចដ៏មានថាមពលគ្មានមធ្យោបាយណាដែលសេចក្តីភ័យខ្លាចធ្វើឲ្យមនុស្សមិនអាចយកអ្វីដែលពួកគេត្រូវការក្នុងជីវិតនោះទេសេចក្តីភ័យខ្លាចគ្រប់ប្រភេទនិងគ្រប់ຂណាត់ជាបែបផែនមួយរបស់រោគឆ្លងនៃទឹកចិត្តដែលអាចព្យាបាលបានដូចគ្នានឹងអ្វីដែលយើងព្យាបាលរោគរាងកាយវិធីព្យាបាលដែលបានទទួលការពិសោធន៍រួចហើយថាប្រើបានគឺប្រការដំបូងដែលជាផ្នែកមួយនៃការត្រៀមនិងព្យាបាលអ្នកត្រូវគ្រប់គ្រងខ្លួនឯងឲ្យជឿលើសេចក្តីពិតដែលថាភាពជឿជាក់ទាំងអស់នឹងបានមកក៏ដោយសារតែការស្វែងរកនិងបង្កើតវាឡើងគ្មានអ្នកណាដែលកើតមកមានភាពជឿជាក់មកតាមជាមួយនឹងទេអ្នកដែលមានភាពជឿជាក់ក្នុងចិត្តខ្ពស់អ្នកដែលមើលទៅហាក់ដូចជាអាចយកឈ្នះសេចក្តីភ័យព្រួយកង្វល់អ្នកដែលមានអារម្មណ៍ជ្រះថ្លាឈ្លាសវៃគ្រប់ច្រកល្ហកនិងគ្រប់ពេលមានភាពជឿជាក់ក្នុងចិត្តមកពីការហ្វឹកហាត់ខ្លួនឯងទាំងអស់អ្នកក៏ធ្វើបានក្នុងសម័យសង្គ្រាមលោកលើកទី2ដើម្បីឲ្យប្រកបក្នុងចិត្តថាទាហានថ្មីអាចហែលទឹកបានគ្រប់គ្នាក្នុងកងទ័ពជើងទឹកបានរៀបចំហ្វឹកហាត់ដើម្បីបង្រៀនទាហានដែលមិនចេះហែលទឹកខ្ញុំបានមើលឃើញការហ្វឹកហាត់នេះជាច្រើនដងបើមើលសើក៏មានអារម្មណ៍សប្បាយដែលបានឃើញទាហានកម្លោះរាងកាយមាំមួនតែខ្លួនញ័រទៅព្រឺគ្រាន់តែឲ្យចុះទឹកជ្រៅប្រមាណម៉ែត្រ
ក្នុងការហ្វឹកហាត់មួយបែបទៀតទីហ៊ានថ្មីគ្រប់រូបត្រូវលោតពីបន្ទះក្តារខ្ពស់លើទឹកប្រមាណ180សង់ទីម៉ែត្រហើយទម្លាក់ខ្លួនចូលទៅក្នុងទឹកជម្រៅ240សង់ទីម៉ែត្រដែលមានអ្នកហ្វឹកហាត់6នាក់ទៀតឈរមើលនៅមាត់ស្រះនៅពេលបានឃើញការហ្វឹកហាត់នេះហើយនៅក្នុងជម្រៅចិត្តជារូបភាពដែលគួរឲ្យរំខានទឹកចិត្តនីតិហ៊ានកំឡោះទាំងអស់នោះបង្ហាញឃើញដល់សេចក្តីភ័យខ្លាចពិតប្រាកដតែអ្វីដែលអាចបំបត្តិសេចក្តីភ័យខ្លាចទាំងអស់នោះបានគឺការលោតចូលមកក្នុងស្រះច្រើនជាងពាក់កណ្ដាលដែលខ្ញុំបានឃើញនាយទាហានកំឡោះមួយចំនួនត្រូវបានរុញទម្លាក់ចុះមកក្នុងស្រះទឹកដោយចៃដន្យលទ្ធផលគឺសេចក្តីភ័យខ្លាចក៏បានកម្ចាត់ទៅហេតុការណ៍ដែលទាហានទាំងអស់មានទម្លាប់យ៉ាងនេះគូបញ្ជាក់ឲ្យឃើញដល់រឿងមួយគឺការប្រតិបត្តិដើម្បីព្យាបាលរោគខ្លាចអ្វីដែលផ្ទុយគ្នានោះគឺការមិនសម្រេចចិត្តការព្យាបាលការពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀតដែលធ្វើសេចក្តីភ័យខ្លាចរីកធំឡើងជាលំដាប់កត់សេចក្តីពិតនេះខ្លីៗទុកក្នុងសៀវភៅកំណត់ហេតុដើម្បីភាពជោគជ័យនិងចាប់ផ្ដើមអនុវត្តដោះស្រាយសេចក្តីភ័យខ្លាចបានការចាប់ផ្ដើមអនុវត្តកម្ចាត់សេចក្តីភ័យខ្លាចបានពិតប្រាកដជាច្រើនខែមកហើយដែលអ្នកជំនួយម្នាក់អាចមានអាយុប្រហែល40ឆ្នាំប្លាយបានមកជួបខ្ញុំមានរកពីភ័យព្រួយគាត់មានតួនាទីជាប្រធានផ្នែកទិញរបស់ក្រុមហ៊ុនលក់រាយយ៉ាងធំមួយកន្លែងស្ថិតក្នុងសហភាពនៃមនុស្សគ្មានប្រឡងប្រលះគាត់និយាយថាខ្ញុំខ្លាចថានឹងគ្មានការងារអ្វីការងារធ្វើនឹងមានអារម្មណ៍ថាប្រហែលជាធ្វើការងារមិនបានយូរទៀតទេខ្ញុំសួរថាអ្វីគាត់ឆ្លើយថាអត្រាការលក់ផ្នែករបស់ខ្ញុំធ្លាក់ទាបជាងឆ្នាំទៅគឺធ្លាក់ទៅរកភាពយ៉ាប់យ៉ឺនហើយដោយសារអត្រាការលក់សរុបរបស់ក្រុមហ៊ុនឡើងខ្ពស់ដល់ទៅ 6% មានការវិភាគថាខ្ញុំកំពុងតែធ្លាក់ខ្ញុំមានអារម្មណ៍ថាកំពុងតែយ៉ាប់ហើយខ្ញុំច្បាស់ក្នុងចិត្តថាជំនួយការរបស់ខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរប្រធានគ្រប់គ្រងលំដាប់ខ្ពស់ម្នាក់ក៏បានដឹងថាខ្ញុំធ្វើការមិនល្អដូចពីមុនទេដល់ចំណុចមួយខ្ញុំក៏កាត់សម្ដីនិងសួរថាតើអ្នកនឹងធ្វើយ៉ាងម៉េចដើម្បីស្ដារស្ថានភាពនេះឲ្យបានល្អឡើងវិញក៏ឆ្លើយថាខ្ញុំគិតថាប្រកាសជាធ្វើអ្វីមិនបានច្រើនទេបានតែសង្ឃឹមឲ្យវាល្អប្រសើរឡើងតែប៉ុណ្ណោះនៅពេលបានស្ដាប់យោបល់របស់គាត់ហើយខ្ញុំក៏បានសួរគាត់ទៀតថាខ្ញុំសួរតាមត្រង់ចុះគ្រាន់តែសង្ឃឹមថាបានដែរឬខ្ញុំក៏និយាយបន្តដោយមិនបើកឱកាសឲ្យគាត់និយាយទេខ្ញុំសួរគាត់មួយសំណួរទៀតហើយអ្វីមិនធ្វើអ្វីខ្លះទៅដើម្បីជួយដល់សេចក្តីសង្ឃឹមរបស់អ្នកគាត់ក៏សូមឲ្យខ្ញុំនិយាយបន្តចុះមានវិធីប្រតិបត្តិពីរប្រភេទដែលសមទៅនឹងករណីរបស់អ្នកទី1ចាប់ផ្ដើមពីពេលវេលារសៀលនេះរកវិធីបន្ថែមចំណូលលក់អ្នកត្រូវប្រឈមមុខនឹងវាត្រូវតែមានហេតុផលយ៉ាងណាមួយហើយដែលធ្វើឲ្យអត្រាការលក់របស់អ្នកធ្លាក់ចុះសាឡបងរកមើលអ្នកប្រហែលជាត្រូវបញ្ចុះតម្លៃជាពិសេសម្ដងដើម្បីបញ្ចេញចោលនៅទំនិញដែលលក់ក្រដាច់ព្រមទាំងជួយឲ្យអ្នកទិញទំនិញថ្មីចូលមកបន្ថែមទៀតពេលខ្លះអ្នកអាចរៀបចំទំនិញដែលនៅសល់លក់ជាថ្មីវិញបានអ្នកត្រូវតែជំរុញបរិះអ្នកលក់របស់អ្នកឲ្យស្វាហាប់ឡើងខ្ញុំមិនអាចព្យាករណ៍ថាអ្វីទៅដែលអាចបន្ថែមអត្រាការលក់ឲ្យអ្នកបានទេតែខ្ញុំគិតថាមានវិធីវាជាការល្អបើអ្នកពិភាក្សាជាមួយនឹងកូនចៅសាឡបងសួរពួកគេមើលពួកគេអាចមានគំនិតល្អៗដែលអាចយកទៅប្រើបានទាក់ទងនឹងរឿងដែលត្រូវបណ្ដេញចេញពីការងារនោះជួយចាំទុកថាម្ចាស់ក្រុមហ៊ុនប្រកាសជាមិនចង់ធ្វើទេព្រោះការរកមនុស្សឲ្យមកធ្វើការជំនួសអ្នកមិនមែនជារឿងងាយស្រួលឡើយដរាបណាគេនៅមានអារម្មណ៍ថាអ្នកអាចកែលម្អដល់ខ្លួនឯងបានខ្ញុំនិយាយបន្តទៀតថាហើយជំរុញឲ្យជំនួយការរបស់អ្នករៀបចំទិញយ៉ាងខ្នះខ្នែងឡើងដើម្បីធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយើងមានអារម្មណ៍ថាអ្នកនៅតែមាន
ជីវិតនៅឡើយសេចក្តីក្លាហានស្ដែងឡើងនៅក្នុងក្រសែភ្នែករបស់គាត់ម្ដងទៀតហើយគាត់បានសួរខ្ញុំអ្នកបានប្រាប់ថាមានវិធីប្រតិបត្តិពីរប្រភេទដែលខ្ញុំគួរតែធ្វើតែប្រភេទទី2គឺជាអ្វីទៅការប្រតិបត្តិប្រភេទទី2ដែលអ្នកអាចហៅបានថាជាការធានារ៉ាប់រងគ្រោះភ័យនោះគឺអ្នកប្រាប់មិត្តជិតស្និទ្ធដែលនៅក្នុងមជ្ឈដ្ឋាននោះបាន2-3នាក់ឲ្យដឹងអ្នកពិចារណាបដូរទៅធ្វើការនៅក្រុមហ៊ុនផ្សេងៗបើការងារនោះទទួលបានប្រាក់ខែច្រើនជាងការងារដែលកំពុងធ្វើបច្ចុប្បន្នខ្ញុំជឿថាអ្នកត្រូវគេបណ្ដេញបន្ទាប់ពីអ្នកធ្វើតាមការផែនការហើយអត្រាការលក់កំពុងកើនឡើងដើម្បីជាការបំរុងទុកអ្នកគួរតែសម្លឹងរកការងារទុកមួយកន្លែងឬពីរកន្លែងឲ្យហើយត្រូវចាំទុកថាអ្នកដែលកំពុងតែមានការងារធ្វើងាយស្រួលរកការងារធ្វើមួយទ្វេជា10នៃអ្នកដែលកំពុងដើរទាត់ខ្យល់កាលពីថ្ងៃកន្លងមកបរិបទដែលមានបញ្ហានេះក៏បានទូរស័ព្ទមកខ្ញុំហើយនិយាយថាក្រោយពីបានពិភាក្សាមួយនឹងអ្នកមកខ្ញុំក៏ចាប់ផ្ដើមប្រតិបត្តិភ្លាមខ្ញុំបានធ្វើការផ្លាស់ប្ដូរអ្វីៗជាច្រើនយ៉ាងតែអ្វីដែលជាគោលពិតប្រាកដគឺរឿងដែលពាក់ព័ន្ធនឹងកូនចៅរបស់ខ្ញុំធ្លាប់បានប្រជុំកូនចៅម្ដងម្កាលតែនៅពេលនេះប្រជុំជារៀងរាល់ព្រឹកធ្វើឲ្យពួកគេស្វាហាប់ជាងមុននៅពេលពួកគេឃើញខ្ញុំមានជីវិតរស់រវើកឡើងពួកគេក៏ព្រមតស៊ូជាមួយនឹងខ្ញុំពួកគេគ្រាន់តែរងចាំថានៅពេលណាខ្ញុំត្រូវចាប់ផ្ដើមវាយលុកម្ដងទៀតការងារចាប់ផ្ដើមដើរទៅយ៉ាងស្រួលសប្ដាហ៍មុនអត្រាការលក់របស់ខ្ញុំបានខ្ពស់ជាងកាលពីឆ្នាំទៅច្រើននិងខ្ពស់ជាងអត្រាការលក់របស់ក្រុមហ៊ុនដោយគិតជាមធ្យមតែក៏គាត់និយាយបន្តទៀតខ្ញុំចង់ប្រាប់ពីដំណឹងល្អមួយរឿងទៀតគឺតាំងពីខ្ញុំបានជួបនឹងអ្នកម្ដងនោះមានគេចង់ឲ្យខ្ញុំទៅធ្វើការឲ្យគេដល់ទៅពីកន្លែងបើពីមុននោះខ្ញុំត្រូវតែសម្រេចចិត្តតែខ្ញុំបានបដិសេធទាំងពីកន្លែងព្រោះក្នុងខណៈនេះអ្វីៗគ្រប់យ៉ាងបានល្អប្រសើរវិញហើយនៅពេលយើងជួបបញ្ហាស្មុគស្មាញយើងក៏ប្រៀបដូចជាមនុស្សដែលត្រូវលិចកប់នៅក្នុងកក់ក្នុងភក់អញ្ចឹងដែរទម្រាំតែយើងអាចចាប់ផ្ដើមធ្វើអ្វីថ្មីវិញបានសេចក្តីសង្ឃឹមជាចំណុចចាប់ផ្ដើមតែសេចក្តីសង្ឃឹមត្រូវការអនុវត្តដើម្បីទទួលបានជ័យជំនះទៅថ្ងៃមកកាលណាអ្នកមានអារម្មណ៍ខ្លាចមិនថាតិចឬច្រើនទេចូលប្រើគោលការណ៍អនុវត្តនេះរួចនេះចូលទៅជួយដោយធ្វើចិត្តឲ្យត្រជាក់ហើយរកចម្លើយឲ្យសមទៅនឹងសំណួរនេះគឺខ្ញុំធ្វើយ៉ាងម៉េចដើម្បីយកឈ្នះសេចក្តីភ័យខ្លាចសមទាញសេចក្តីភ័យខ្លាចរបស់អ្នកចេញមករួចហើយធ្វើតាមការដែលមើលឃើញថាសមរម្យក្នុងតារាងនៃទំព័របន្ទាប់នេះជាឧទាហរណ៍ពីសេចក្តីភ័យខ្លាចមួយប្រភេទនិងវិធីព្យាបាលដោយការចាប់ផ្ដើមអនុវត្តប្រើមធ្យោបាយពីរដំណាក់កាលដើម្បីជួយដោះស្រាយសេចក្តីខ្លាចនិងបង្កើតភាពជឿជាក់ក្នុងចិត្តឲ្យអ្នកបានដូចខាងក្រោម1រៀបចំសេចក្តីខ្លាចរបស់អ្នកឲ្យនៅដាច់ដោយឡែកចាប់ឃាត់វាទុកពិចារណាឲ្យច្បាស់លាស់ថាអ្នកខ្លាចអ្វី2ចាប់ផ្ដើមប្រតិបត្តិការមានវិធីប្រតិបត្តិដែលអាចជួយដោះស្រាយបញ្ហារឿងសេចក្តីខ្លាចបានមិនថាជាប្រភេទណាទេហើយត្រូវចាំទុកថាការនៅអល់អាចស្ទាក់ស្ទើរមានតែធ្វើឲ្យសេចក្តីខ្លាចពង្រីកខ្លួនកាន់តែធំឡើងចូលអនុវត្តភ្លាមសម្រាប់ចិត្តឲ្យដាច់ខាត